មួយទៀតឥឡូវយើងមើលចំណុចពិសេសរបស់ប៉ែអាហ្វ្រិកណាចំណុចពិសេសត្រង់ណាជំងឺប៉ែអាហ្វ្រិកលើជ្រូកជំងឺប៉ែអាហ្វ្រិកលើជ្រូកចំណុចពិសេសគឺវាងាប់ឬក៏វាឈឺវាវាយលុកទៅរកសត្វណាដែលមានអាយុច្រើនជាងគេមុនណាទៅលើមេទៅលើបាណាទៅលើមេលើបាហេតុអីបានជាវាយលុកទៅលើមេលើបាមុនណាយើងសួរវិញហេតុអីបានវាយលុកលើមេលើបាមុនដោយសារតែប៉ែអាហ្វ្រិកវាវាយលុកទៅលើប្រព័ន្ធភាពស៊ាំបើនិយាយងាយយល់ប្រជាជនងាយយល់វាយលុកទៅកន្លែងអាផលិតអង្គតិកហ្នឹងអាកន្លែងណាផលិតអង្គតិកវាយអានឹងមុនអញ្ចឹងកាលណាអាកន្លែងផលិតអង្គតិកការពារជំងឺទប់ស្កាត់ជំងឺហើយវាវាយឈ្នះហើយចូលក្រឹបណាហើយសត្វធំកាន់តែធំគឺប្រព័ន្ធផលិតអង្គតិកហ្នឹងកាន់តែខ្សោយអាយុកាន់តែច្រើនគឺកាន់តែខ្សោយហើយណាកាន់តែខ្សោយហើយអញ្ចឹងប៉ែអាហ្វ្រិកវាវាយលុកទៅនោះអញ្ចឹងបានវាវាយលុកទៅនោះហើយអ្នកចិញ្ចឹមមេជ្រូកអ្នកចិញ្ចឹមបាណាយូរគួរ3ឬដាច់ខាតត្រូវតែជួយវាមុនជួយយ៉ាងម៉េចគឺការពារព្រោះកាលណាតែដាច់ពូជហើយនឹងបានពូជអីចិញ្ចឹមទេអញ្ចឹងគឺឲ្យគាត់ណែនាំឲ្យគាត់ប្រើ healthy នេះណាបាទប្រើ healthy នឹងដាក់ស៊ីជាប្រចាំទៅណាដើម្បីជួយបង្កើនសមត្ថភាពផលិតអង្គតិកណានិងសមត្ថភាពដែលអង្គតិកណាទន្ទឹមនឹងវាជួយបង្កើនណានៅការពារជំងឺឆ្លងផ្លូវដង្ហើមនិងផ្លូវរំលាយអាហារដទៃទៀតដែលគិតឱកាសក្នុងពេលហ្នឹងអាហ្នឹងគឺទូនទីរបស់ healthy គឺសំខាន់ទៅក្នុងតំណែងណាបាទអានោះត្រូវចាំឲ្យច្បាស់រឿងបញ្ហាចំណុចសំខាន់របស់ជំងឺប៉ែអាហ្វ្រិកហ្នឹងណាហ្នឹងហើយព្រោះឥឡូវគេវាយលុកណាជំងឺភាគច្រើនគេភ័យរឿងប៉ែអាហ្វ្រិកហ្នឹងឯងណាប៉ែអាហ្វ្រិកហ្នឹងឯងអាហ្នឹងតកតងជាមួយនឹងប៉ែអាហ្វ្រិកណាបាទ